បងប្អូន FX យើងដូរថ្មលីជោមហើយយើងវាមានបញ្ហារឿងភាគរយថ្មនៅខាងលើនេះ animation ពេលយើងសាក់ភ្លើងណាមកមានអីនេះអញ្ចឹងតែឥឡូវបើសិនជាយើងអត់បានដូរអា BMS របស់វាទេអាណាវាចាស់វាណានេះអានេះ FX 2025ណាអានេះវាប្រើថ្មអង្គុយស្ងួតហ្នឹងអានេះ BMS ចាស់វាបើអត់ដូរទេអាខាងលើនេះដាក់អត់ត្រូវទេយើងដូរទៅថ្មលីជោម75 ampere ហើយយើងប្រើប្រភេទនេះអានេះ BMS ដែលពួក Bluetooth ណាយើងវាភ្ជាប់ Bluetooth ពី BMS នៅខាងក្នុងថ្មយើងមកហ្នឹងហើយបានបោះព័ត៌មានឲ្យមកលើកុងទ័រនេះហ្នឹងហើយអញ្ចឹងសម្រាប់អានេះក៏ល្អដែរមួយយ៉ាងដោយសារនេះយើងអាច config បាន capacity វាអីហ្នឹងគឺវាយកផ្ទាល់ចេញពីនោះហើយ capacity វាអត់មានកំណត់ទេប៉ុន្តែខ្លះនោះមានខ្លះទៀតវាកំណត់បានតែត្រឹម50 ampere អីទេតាមត្រូវទេមួយថ្មយើងនេះវា75ចាឥឡូវអត់អីឥឡូវយើងធ្វើឲ្យ config wall បែបពេញហ្នឹងហើយតែឥឡូវអូខេអស់ជោគជ័យបែបនេះ